បាទបងប្អូនឥឡូវនេះខ្ញុំកំពុងតែនៅទល់មុខនឹងវត្តតាំងកសាំងខាងជើងខាងក្រោយខ្នងខ្ញុំនេះគឺជាវត្តតាំងកសាំងខាងជើងហើយនេះគឺជាផ្លូវតាំងកសាំងខាងជើងហើយខ្ញុំសូមណែនាំបងប្អូននៅផ្ទះលក់បងប្អូនផ្ទះនេះវិញគឺនៅជាប់នឹងផ្លូវចូលវត្តតាំងកសាំងខាងជើងតែម្ដងហើយចំពោះទំហំនៃផ្ទះនេះវិញគឺទំហំទទឹង5ម៉ែត្រសាច់ដីបណ្ដោយ20ម៉ែត្រហើយចំពោះឯផ្ទះបច្ចុប្បន្នកម្ពស់រហូតទៅដល់2សន្លឹកកន្លះឬក៏យើងអាចនិយាយបានថាមួយជាន់កន្លះក៏បានដែរបន្ទប់គេងសរុបមាន2បន្ទប់គេងមាន3បន្ទប់ទឹកផ្ទះយើងអាចសាងសង់ឡើងបានបន្ថែមទៀតក៏បានផងដែរហើយបើយើងនិយាយអំពីប្រព័ន្ធភ្លើងដែលអូសចូលមកក្នុងផ្ទះនេះវិញគឺប្រើប្រព័ន្ធភ្លើង32អាំពែគឺធំល្អមែនទែនសម្រាប់ការរស់នៅហើយបើកអាជីវកម្មពុកម៉ែបងប្អូនមកមើលផ្ទះនេះមកគឺមិនខកបំណងឡើយព្រោះផ្ទះដូចខ្ញុំបានជំរាបជូនពុកម៉ែបងប្អូនអញ្ចឹងទល់មុខនឹងខ្លោងទ្វារវត្តតាំងក្រសាំងខាងជើងតែម្ដងចម្ងាយពីទីតាំងនៃផ្ទះទៅដល់ខ្លោងទ្វារចូលវត្តតាំងក្រសាំងខាងជើងត្រឹមតែ80ម៉ែត្រតែប៉ុណ្ណោះពិសេសទល់មុខនឹង The City Comfort Hotel តែម្ដងហើយចំពោះទិដ្ឋភាពដោយពុកម៉ែបងប្អូនបានមើលឃើញការថតដ្រូនរបស់ខ្ញុំអញ្ចឹងផ្ទះនេះមិនថាការរស់នៅមិនថាការប្រកបមុខរបររកស៊ីបើអាជីវកម្មពុកម៉ែបងប្អូនទិញមកមិនខុសទេហើយចំពោះទិដ្ឋភាពនៅខាងមុខផ្ទះនេះដោយពុកម៉ែបងប្អូនបានមើលឃើញហើយសល់មុខ6ម៉ែត្រហើយគាត់ធ្វើឃ្លុបបាត់ចិត្តមកស្អាតទៀតអាហ្នឹងខ្ញុំនិយាយតែឃ្លុប6ម៉ែត្រនោះគឺតែគាត់ធ្វើបាត់ចិត្តមកស្អាតនោះគឺ6ម៉ែត្រអត់និយាយនៅសល់រឿងហែមនៃផ្លូវខាងមុខនោះផ្ទះហើយជាបើតាមមើលនឹងភ្នែកប្រហែលជាចូល3ម៉ែត្រជាងទៀតផងដែរហើយបើទិដ្ឋភាពនៅខាងក្នុងនៃផ្ទះដោយពុកម៉ែបងប្អូនបានមើលឃើញដូចគ្នាមានកន្លែងទទួលភ្ញៀវខាងក្រោយមានកន្លែងផ្ទះបាយបន្ទប់ទឹកមួយហើយនឹងសល់ចំហៀងនៃផ្ទះដោយពុកម៉ែបងប្អូនបានមើលឃើញអញ្ចឹងគឺ1ម៉ែត្រហើយបើយើងឡើងទៅជាន់ឡើងទឿគឺមានបន្ទប់គេង2បន្ទប់ទឹក2នៅខាងក្នុងបន្ទប់គេងទាំង2តែម្ដងហើយបន្ទាប់មកយើងឡើងទៅជាន់ទី1គឺទិដ្ឋភាពដោយពុកម៉ែបងប្អូនបានមើលឃើញការថតរបស់ខ្ញុំអញ្ចឹងបច្ចុប្បន្នមិនទាន់មានអីទេយើងអាចសង់ជាបន្ទប់គេងបន្ថែមឬក៏ពុកម៉ែបងប្អូនអាចសង់មួយជាន់បន្ថែមពីលើនឹងទៀតក៏បានផងដែរអញ្ចឹងហើយបើយើងនិយាយអំពីទីតាំងនៃផ្ទះលក់យើងគឺស្ថិតនៅក្នុងភូមិព្រៃសាឡាសង្កាត់កាកា2ខណ្ឌពោធិ៍សែនរាជធានីភ្នំពេញយើងគិតពីផ្សារតាំងក្រសាំងថ្មីគឺត្រឹមតែ800ម៉ែត្រទេពុកម៉ែបងប្អូនមកដល់ទីតាំងនៃផ្ទះលក់នេះហើយបើយើងគិតពីទីតាំងនៃផ្ទះទៅដល់នឹងផ្សារ KC តែម្ដងគឺផ្សារ KC ទល់មុខទីតាំងផ្ទះពុកម៉ែបងប្អូនត្រឹមតែ300ម៉ែត្រតែប៉ុណ្ណោះទៅដល់ផ្សារទំនើប KC ហើយអញ្ចឹងសម្រាប់ព័ត៌មានលម្អិតផ្សេងៗពុកម៉ែបងប្អូនកុំភ្លេចទំនាក់ទំនងមកខ្ញុំបាទក៏បាននិងទំនាក់ទំនងទៅក្រុមហ៊ុនបងប្អូនរបស់ខ្ញុំបាទដែលមានលេខនៅខាងលើសូមអរគុណ